និយាយពីមនុស្សដែលចេះគ្រប់គ្រងលុយកាក់មនុស្សដែលចេះគ្រប់គ្រងលុយកាក់ដែលស្គាល់ពីលុយកាក់ច្បាស់ដែលចេះចាយច្បាស់ថាឧទាហរណ៍ថាគាត់រកបាន 15000 គាត់ចាយតែ 10000 ឯងគាត់ទុក 5000 មនុស្សប្រភេទហ្នឹងទោះជាក្រក៏មិនអាក្រក់មើលដែរក៏មិនលំបាកមើលដែរហើយបើសិនជាគាត់ក្រគឺក្រដោយបញ្ហាផ្សេងឧទាហរណ៍ថាក្រុមគ្រួសារគាត់ឬក៏គាត់ឈឺដោយប្រការណាមួយជំងឺណាមួយដែលមិនអាចមើលឃើញឬជំងឺណាមួយដែលធ្ងន់ធ្ងរអស់លុយអស់កាក់ច្រើនអាហ្នឹងជារបៀបគាត់ក្រមួយទៀតឧទាហរណ៍ថាគាត់ជួយគេឬក៏គាត់ឲ្យអីអ្នកណាគេខ្ចីគេបោកគេប្រាស់គាត់ចឹងទៅចឹងហ្នឹងរបៀបគាត់ក្រចាតែបើថាក្រតាមសមត្ថភាពខ្លួនគាត់សบายហឺហាហឹកហាក់គឺក្រតាមរបៀបហ្នឹងទេមនុស្សប្រភេទដែលចេះគ្រប់គ្រងលុយកាក់ចាំណាមនុស្សដែលចេះគ្រប់គ្រងលុយកាក់ច្បាស់អត់ក្ររបៀបក្រដោយសារការដើរចាយសម្លឹកហែកទេចាមនុស្សហ្នឹងបងប្អូនចាំមើលហើយបើមនុស្សដែលប្រភេទដែលនិយាយមនុស្សដែលប្រភេទចេះគ្រប់គ្រងលុយកាក់ហ្នឹងទោះបីជាគាត់ក្រលំបាកយ៉ាងណាក៏គាត់មិនងាយធ្វើឲ្យបងប្អូនជុំវិញខ្លួនឬក៏អ្នកដទៃជុំវិញខ្លួនហ្នឹងលំបាកដោយសារគាត់ដែរលុះត្រាថាគាត់ទៅលែងរួចហើយដូចខ្ញុំនិយាយថាកូនចៅគាត់មានជំងឺឬក៏គាត់ជួបបញ្ហាគេបោកគេប្រាស់គាត់អញ្ចឹងអាហ្នឹងបានថាគាត់តម្រាំទៅថាគាត់រកអ្នកបងប្អូនឬកូនរកអ្នកចិត្តខាងណាក៏តតែគាត់អស់សឹងអស់ខ្យល់មិនគាត់រកគេហ្នឹងមនុស្សរបៀបហ្នឹងតែបើអាមនុស្សប្រភេទមួយទៀតប្រភេទថាដើរផឹកស៊ីចាយសបាយហឺហាហឹកហាក់អញ្ចឹងទៅហ្នឹងហើយបុណ្យការខួបកំណើតអីចឹងទៅកម្មវិធីអីក៏ឃើញមុខដែរប៉ុន្តែកម្មវិធីអីក៏ឃើញមុខហ្នឹងណាអាងការពីនៅហឺហាហឹកហាក់ហ្នឹងក៏ខ្លួនរកមិនបានប្រហែលដែរប៉ុន្តែអាការចាយវាហ្នឹងវាធំជាងរកដល់ពេលសបាយហឺហាហឹកហាក់វាមិនយូរទេវានឹងធ្លាក់ខ្លួនក្រហើយមនុស្សអញ្ចឹងណានេះខ្ញុំនិយាយបងប្អូនចាំមើលសម្គាល់មើលប្រភេទមនុស្សហ្នឹងហឺហាហឹកហាក់ខំខួបកំណើតអីចឹងទៅហ្នឹងឯងការមិត្តភ័ក្ដិអីចឹងមិនចេះអស់ការងារទេមិនចេះអស់កម្មវិធីទេទោះជារកបើសិនអ្នករកមិនបានប្រាក់ខែរាប់ជិតពាន់ឬក៏ពាន់ទេมันចំណាយចង់និយាយថាมันទប់ទល់ការចំណាយចាយវាយរបស់អ្នកទេអញ្ចឹងមនុស្សប្រភេទហ្នឹងណាអាហ្នឹងគេហៅគេឃើញតម្រៃជុះតាមតម្រៃមានមិនយូរទេហើយក៏សบายហឺហាហឹកហាក់មិនយូរដែរមិនយូរទេហើយពេលដែលធ្លាក់ខ្លួនក្រក៏អត់ទទួលស្គាល់នឹងភាពក្រខ្លួនឯងទេគឺដូចថាស្រែករកគេឯងឲ្យគេជួយក្រមិនធ្លាក់ខ្លួនក្រពុបស្រែករកគេឯងឲ្យគេជួយហើយទៅរកអ្នកនេះទៅរកអ្នកនោះឲ្យគេជួយឯណាគេចង់ជួយយើងបើយើងក្រដោយសារផឹកស៊ីបាយហឺហាហឹកហាក់កម្មវិធីកំណើតអីចឹងកម្មវិធីផ្សេងសឹងរាល់ថ្ងៃសឹងរាល់អាទិត្យចឹងណាហើយចង់ដៃគេមិនចេះតូចទេហើយអ្នកណាគេចង់ជួយយើងអញ្ចឹងមិនថាមនុស្ស